កណ្ដាលកគុកព្រំដែនសៀមខ្លាយជាសមរភូមិទាហានឈុតខ្មៅបាញ់គ្នារង្គើព្រៃជាមួយឈ្មួញគ្រឿងញៀននិងដកហូតថ្នាំជាងកន្លះលានគ្រាប់នេះគឺជា Channel YouTube របស់ខ្ញុំកុំភ្លេចចូលទៅ Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយកុំភ្លេច Follow នៅ Page របស់ខ្ញុំម្នាក់មួយផងបងប្អូនទាំងអស់គ្នាកុំស្មានតែខាងមីយ៉ាន់ម៉ាកំពុងតែឆេះសង្គ្រាមហើយខាងស្រុកសៀមឯនេះក៏មិនអន់ដែរព្រំដែនដែលគេតែងតែអួតថាសុវត្ថិភាពរឹងមាំពេលនេះខ្លាយជាសមរភូមិបាញ់គ្នារង្គើព្រៃដូចជាគេថតកុន Hollywood រវាងទាហានឈុតខ្មៅរបស់សៀមនិងពួកឈ្មួញជួញដូរគ្រឿងញៀនបាញ់គ្នាត្រឹមតែ5នាទីស្លាប់មនុស្ស2នាក់និងរឹបអូសគ្រឿងញៀនបានរហូតដល់ជាង6សែនគ្រាប់ដូចជាបងប្អូននឹងស្រាប់ហើយថាមួយរយៈចុងក្រោយនេះបាននិយាយពីមីយ៉ាន់ម៉ាគឺមានតែសង្គ្រាមហែកហួរគ្នាក៏ប៉ុន្តែក្រឡេកមើលទៅកាន់ព្រំដែនស្រុកសៀមឯនេះវិញក៏មិនមែនត្រជាក់ត្រជុំជាស្ដែងទីតាំងព្រំដែននេះកំពុងតែคล้ายជាឋានសួគ៌នៃការរត់ពន្ធនិងជាសមរភូមិប្រយុទ្ធគ្នាដោយអាវុធយ៉ាងកក្រើករវាងកងកម្លាំងប្រដាប់អាវុធនិងក្រុមអ ுக ្រិតជនបើយោងតាមសេចក្តីរាយការណ៍ផ្ទាល់ពីសារព័ត៌មានសៀម Amarin TV កាលពីថ្ងៃច័ន្ទទី24ខែសីហាឆ្នាំ2026កន្លងទៅថ្មីៗនេះមានហេតុការណ៍ផ្ទុះអាវុធកក្រើកមួយបានកើតឡើងនៅកណ្ដាលព្រៃជ្រៅក្នុងស្រុកម៉ែអាយនៃខេត្តឈៀងម៉ៃដែលជាខេត្តជាប់ព្រំដែនដ៏ល្បីល្បាញខាងសម្បូររឿងរ៉ាវដ៏ស្មុគស្មាញហេតុការណ៍នេះគឺជាការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងកម្លាំងទាហានឈុតខ្មៅជាមួយនឹងក្រុមឈ្មួញជួញដូរគ្រឿងញៀនឆ្លងដែនរបាយការណ៍នេះបានបញ្ជាក់ថាការផ្ទុះអាវុធមានរយៈពេលត្រឹមតែ5នាទីប៉ុណ្ណោះគឺបានធ្វើឲ្យក្រុមឈ្មួញរត់ពន្ធគ្រឿងញៀនចំនួន2នាក់ត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯខាងកងទ័ពរបស់សៀមវិញមិនមានសេចក្តីរាយការណ៍ថាមាននរណាម្នាក់រងរបួសឬក៏បាត់បង់ជីវិតឡើយប៉ុន្តែអ្វីដែលយើងហួសចិត្តនិងគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺបរិមាណគ្រឿងញៀនដែលក្រុមឈ្មួញទាំងអស់នោះប៉ុនប៉ងនាំចូលមកក្នុងស្រុកសៀមដោយការបាញ់ប្រហារនិងការឆែកឆេរកងកម្លាំងសៀមបានរឹបអូសគ្រឿងញៀនប្រភេទមេតុំហ្វេតាមីនរហូតដល់6សែនគ្រាប់ព្រមទាំងដកហូតកំភ្លើងបានចំនួន2ដើមពីសាកសពជនល្មើគ្រាន់តែមនុស្ស2នាក់និងកំភ្លើង2ដើមសោះហ៊ានហែហោមដឹកជញ្ជូនគ្រឿងញៀនដល់ទៅជាងកន្លះលានគ្រាប់ឆ្លងកាត់ព្រំដែនយ៉ាងរំភើយចំណុចនេះគឺសងបញ្ជាក់យ៉ាងច្បាស់ថាប្រព័ន្ធព្រំដែនរបស់សៀមមានភាពធូររលុងនេះគ្រាន់តែជាករណីមួយនៃការបាញ់ប្រហារបែកធ្លាយព្រមានប៉ុណ្ណោះចុះទម្រាំតែករណីដែលមិនបែកធ្លាយតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាចំពោះបញ្ហាអសន្តិសុខនិងការហូរចូលគ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅតាមព្រំដែនមីយ៉ាន់ម៉ាមួយនេះកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផង